ដំបូងយើងគ្រាន់តែយកម្រាមដៃពីរយើងចុចផ្អឹបលើអេក្រង់ឲ្យជាប់បានយូរបន្តិចបន្ទាប់មកអូសវាចុះមកក្រោមអញ្ចឹងយើងបានគំរូបែបនេះហើយរងចាំវាបកប្រែចុះដំបូងយើងអត់ចេះអង់គ្លេសហើយយើងបកទៅខ្មែរអញ្ចឹងគេដាក់សូមជួយចុច Subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗអញ្ចឹងតើយើងទៅធ្វើទាំងអស់គ្នាគឺដំបូងពុកម៉ែបងប្អូនអូសពីលើទូរស័ព្ទយើងមកយើងរក setting មួយមានឈ្មោះថាបកប្រែអញ្ចឹងបើបងពុកម៉ែបងប្អូនអត់មានចុចបូកវាតមកដំបូងខ្ញុំអត់មានទេអញ្ចឹងពេលយើងចុចបើកមកវាយើងរកនៅកន្លែងខៀវៗនេះដែលយើងអត់ទាន់បានបូកវាចូលអញ្ចឹងនេះខ្ញុំនៅលើនេះបកប្រែអញ្ចឹងវាមានអានេះចុចមកអញ្ចឹងយើងចុចចូលហើយយើងដាក់រួចរាល់បន្ទាប់មកយើងចុចពីលើវាដំបូងអានេះបិទអញ្ចេះមិនមែនបើកទេនេះការបកប្រែជំរើសអញ្ចឹងពុកម៉ែបងប្អូនយកបកប្រែជំរើសនេះមកចង់ចុចបើកវាគឺរួចរាល់ហើយយើងមិនបាច់ធ្វើអីទៀតទេគឺមានតែប៉ុណ្្នឹងទេហើយមាននៅក្រោមទៀតបកប្រែការបកប្រែការសន្ទនាហ្នឹងយើងនិយាយគ្នាអញ្ចឹងទៅអានេះការបកប្រែរូបភាពអញ្ចឹងបកប្រែរូបភាពតើតើយើងចុចថតអញ្ចឹងអាដែលយើងបកប្រែលើអេក្រង់នេះយើងគ្រាន់តែប្រើម្រាមដៃពីររបស់យើងចុចផ្អឹបលើអេក្រង់ឲ្យជាប់តមកយើងអូសចុះមកក្រោមគឺវាលោតបែបនេះហើយអញ្ចឹងវាអាចបកប្រែលើអេក្រង់ហើយយើងមិនបាច់ចាំថត screen ដើម្បីយកទៅបកប្រែនៅកម្មវិធីផ្សេងទេហើយយើងចង់ដូរភាសាក៏បានយើងចុចមកលើភាសាមកអង់គ្លេសអីចឹងទៅនេះគឺមានច្រើនដូរពីអង់គ្លេសទៅខ្មែរក៏បានពីខ្មែរមកអង់គ្លេសក៏បានអាហ្នឹងស្រេចនឹងពុកម៉ែបងប្អូនតម្រូវការហើយចុងវីដេអូមានតែប៉ុណ្្នឹងទេហើយបើពេញចិត្តកុំភ្លេចជួយចុច Subscribe ដើម្បីទទួលបាននៅវីដេអូថ្មីៗទៀតពីខ្ញុំបាន channel YouTube ប្រាប់ពីអ្វីដែលខ្ញុំដឹងអញ្ចឹងអរគុណពុកម៉ែបងប្អូនដែលទស្សនា